ខ្ញុំ Mike ស្វាគមន៍មកកាន់មេតិកានៃការចែករំលែកឃើញថាមួយរយៈនេះមានការប្រើប្រាស់ជាមួយនឹង volume profile ច្រើនហើយអ្នកខ្លះក៏ដឹងពីរបៀបនៃការប្រើប្រាស់ volume profile ហើយអ្នកខ្លះទៀតក៏មិនទាន់ដឹងនៃការប្រើប្រាស់ volume profile volume profile គឺជាឧបករណ៍បច្ចេកទេសឬក៏ជា technical tool ដែលមានប្រជាប្រិយភាពក្នុងការជួញដូរឬក៏ក្នុងការ trade នៅក្នុង forex ក៏ដូចជា crypto ឬក៏ stock market វាមានតួនាទីបង្ហាញអំពី volume អ្នកដែលគាត់ចូលផ្សារមានថា volume អ្នកដែលគាត់ trade មិនថា buyer ឬក៏ sell ទេហើយស្ថាប័នធំភាគច្រើនទៅពេលដែលគេចូលគឺ volume profile នឹងបង្ហាញថាកម្លាំងណាកន្លែងណាគឺជាចំណុចដែលមានការចូលផ្សារខ្លាំងមែនទែននៅពេលដែលយើងប្រើប្រាស់ volume profile យើងនឹងឃើញពាក្យទាំងអស់នេះដូចជា volume high មានន័យថាគឺជាតម្លៃដែលនៅខ្ពស់ជាងគេ volume low គឺជាតំបន់ដែលនៅខាងក្រោម volume high ដើរតួនាទីជា resistance volume low ដើរតួនាទីជា support POC point of control POC នេះយើងអាចប្រើពាក្យបានមួយទៀតថា POI ដូចគ្នាមានថា point of interest POC ឬក៏ POI នេះគឺជាកន្លែងនៃតំបន់នៃបរិមាណនៃការជួញដូរខ្ពស់ជាងគេខ្ពស់ជាង volume high volume low ទៀតអញ្ចឹងនៅពេលដែលអ្នក trade ឬក៏អ្នកដែលគេមានទឹកលុយในការចាក់ចូលនៅក្នុងទីផ្សារគឺវានឹងបង្ហាញហើយគឺបង្ហាញកន្លែងណាគឺបង្ហាញនៅ POC មានថា point of control អញ្ចឹងនៅពេលដែលយើង take risk នៅក្នុង market យើងពិចារណាយើង follow ជាមួយនឹង POC បង្ហាញនៅតម្លៃឬក៏ volume ខ្ពស់ជាងគេថាបន្តណាគឺខ្ពស់ជាងគេហេតុអ្វីបានជា trader ចូលចិត្តប្រើវាគឺភាគច្រើនគឺគេស្វែងរក support និង resistance ពិតប្រាកដតែបន្តណាស្វែងរក support និង resistance ពិតប្រាកដ volume នេះគឺបង្ហាញជាក់លាក់មែនទែននៅក្នុង market ហើយ volume នេះក៏អាចបង្ហាញអំពី real breakout ក៏ដូចជា fake breakout trader ជាច្រើនអាចកំណត់ point of control ជាទិសដៅ stop loss ឬក៏ជាកន្លែងមួយដែលធ្វើការកំណត់ take profit អញ្ចឹងយើងទៅមើលជាក់ស្ដែងនៅក្នុង market អូខេនេះ market ជាក់ស្ដែងនេះគឺជា volume profile បើសិនជាអ្នកគ្នាតបបាន add your favorite ទេនឹងចូលលើខាងឆ្វេងដៃនេះមកនេះមានហើយនេះពាក្យថា volume profile អញ្ចឹងអ្នកគ្នាគូសទៅហើយខ្ញុំនឹងប្រាប់ពីការកំណត់ហើយឬក៏អ្វីដែលឲ្យស្វែងយល់អំពី setting របស់ការកំណត់នៃ volume profile ឃើញហើយខ្ញុំប្រាប់ហើយនៅខាងលើគឺជា volume high កន្លែងនេះជា point of control ហើយនេះជា volume មានថា volume low ឬក៏ volume ក្រោមអញ្ចឹងទៅឬក៏ support អញ្ចឹងទៅអូខេរបៀបនៃការកំណត់នេះគឺអាស្រ័យលើអ្នកទាំងអស់គ្នាទេ row size មានន័យថានេះ row នៃ candle នេះ buyer seller នេះបើសិនជាអ្នកគ្នាកំណត់ឬហៅអ្នកកំណត់50ឬក៏25តែគេឃើញវារត់ដែរឃើញទេឃើញវាឡើងធំជាងមុនមិនថាវាតិចជាងមុនអា column row នេះវាតិចជាងមុនហើយបើយើងចង់កំណត់ឲ្យវាច្រើនយើងវាយ100ទៅអ្នកគេចូលចិត្តប៉ុន្មានខ្ញុំ recommend 100ឯបានហើយ volume area វាគឺជាតំបន់ឬក៏ជា zone នៃការកំណត់នៃការរវាងអ្នក buy អ្នក sell អញ្ចឹងថា zone នេះ70អ្នកមានណា area វានេះគឺនឹង 70% នៃការចូល market អញ្ចឹងឧទាហរណ៍ថាខ្ញុំកំណត់25វានឹង zoom ចូលកាន់តែខ្លាំងទៀតឃើញទេ zoom area ឃើញទេវាកាន់តែចូលខ្លាំងទៀតអញ្ចឹងខ្ញុំ recommend កំណត់វាទៅត្រឹម70មានថា70នៃ market នៃ area អ្នក buy ឬក៏អ្នក sell អូខេអញ្ចឹងវាត្រឡប់មកដើមវិញអញ្ចឹងនេះហើយជាការកំណត់ setting ឬក៏ការកំណត់នៃការប្រើប្រាស់ volume profile របស់ខ្ញុំហើយនេះចូលមើលទៅអាកន្លែង style នេះកន្លែងនេះដូច width លក្ខណៈកម្រិតរបស់វាទេអ្នកគេចង់បានវែងជាងហ្នឹងក៏ដាក់ទៅវែងជាងហ្នឹងទៅនេះឧទាហរណ៍អ្នកគ្នាស្រឡាញ់100ចាំមើល volume profile នឹងធ្វើការរត់ឃើញរត់ទេតែខ្ញុំអត់ចូលចិត្តវែងពេកទេវាមើលបាំង candle អញ្ចឹងខ្ញុំកំណត់តែ50ទេហើយនេះដូចកម្លាំងអ្នក buy អញ្ចឹងអានេះកម្លាំងអ្នក buy កម្លាំងអ្នកដែលគាត់ធ្វើការ sell អានេះអ្នកអាចកំណត់ធ្វើការខ្សែ line volume high volume low POC បើអ្នកស្រឡាញ់ពណ៌ក្រហមនេះអ្នកដាក់ពណ៌ផ្សេងទៅថា volume នេះខ្ញុំស្រឡាញ់ពណ៌លឿងអញ្ចឹងឃើញ volume high រត់ពណ៌លឿងហ្នឹងប៉ុន្តែខ្ញុំអត់ស្រឡាញ់ទេខ្ញុំស្រឡាញ់ដូចខ្សែ line ធម្មតាវិញខ្ញុំកំណត់ទៅហើយបើអ្នកចង់កំណត់អីក៏កំណត់ទៅអូខេអញ្ចឹងវីដេអូនេះអ្នកគ្នាប្រកាសជាយល់ហើយថា point of control គឺជាអ្វី
ហេតុអ្វីបានជា trader ចូលចិត្តប្រើ volume profile អញ្ចឹងក្នុងវីដេអូនេះខ្ញុំសូមបញ្យល់តែប៉ុណ្្នឹងទេវីដេអូក្រោយខ្ញុំនឹងបង្ហាញអំពីការប្រើប្រាស់ volume profile អ្វីទៅជា bearish volume profile អ្វីទៅជា bullish volume profile អូខេជួបគ្នាវីដេអូក្រោយ